ខ្ញុំសូមអញ្ជើញលោកអ្នកចូលរួមជាមួយខ្ញុំក្នុងការសិក្សាព្រះបន្ទូលព្រះនៅក្នុងបណ្ដាញសង្គម Channel YouTube Varun Laopraset Facebook New Hope International Church Instagram New Hik ហើយ TikTok New Hope International Church ស្វាគមន៍មកកាន់ព្រះបន្ទូលព្រះហើយខ្ញុំរីករាយដែលលោកអ្នកចង់ស្ដាប់ព្រះបន្ទូលព្រះហើយខ្ញុំអធិដ្ឋានសូមឲ្យព្រះវិញ្ញាណបរិសុទ្ធបង្រៀនលោកអ្នកក្នុងមេរៀននេះសូមព្រះប្រទានពរសូមយើងអធិដ្ឋានជាមួយគ្នាដើម្បីស្ដាប់ព្រះបន្ទូលព្រះព្រះបិតាយើងខ្ញុំអរព្រះគុណព្រះអង្គដែលយើងខ្ញុំអាចឮព្រះបន្ទូលទ្រង់ហើយយើងស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់ណាស់យើងអាចរៀនការជាច្រើនពីទ្រង់ហើយដែលយើងកាន់តែស្គាល់សេចក្តីពិតនឹងដោះយើងឲ្យរួចយើងមិនចង់ជាប់ចំណងខ្នោះខ្នៀងក្នុងចំណងឬជាប់គុកខាងវិញ្ញាណនោះឡើយយើងពិតជាចង់មានសេរីភាពយើងពិតជាចង់រួចដើម្បីឲ្យយើងខ្ញុំអាចបម្រើទ្រង់ហើយរស់នៅជាជីវិតដែលថ្វាយស្រីល្អដល់ទ្រង់យើងខ្ញុំអរគុណព្រះអង្គសូមព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ចិត្តប្រជារាស្ត្ររបស់ទ្រង់ដែលមិនមែនជាខ្ញុំដែលនិយាយទៅកាន់ពួកគេតែសូមឲ្យព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលទៅកាន់ពួកគេយើងអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវអាមែនថ្ងៃអាទិត្យមុនយើងរៀនអំពីការទំនាស់ចិត្តឬការប្រកាន់ខឹងអរគុណការទាស់ចិត្តគឺជានុយរបស់សាតាំងហើយដែលខ្ញុំកាន់តែសិក្សាប្រធានបទនេះខ្ញុំកាន់តែឃើញថានេះជាប្រធានបទមួយធំគឺជាការរួមដែលយើងទាំងអស់គ្នាប្រឈមមុខក្នុងជីវិតយើងទាំងអស់គ្នាសុទ្ធតែទាស់ចិត្តក្នុងរបៀបណាមួយវេលាណាមួយថ្ងៃនេះខ្ញុំនឹងអានបទគម្ពីរជាច្រើនដើម្បីបង្ហាញលោកអ្នករបៀបដែលមនុស្សក្នុងព្រះគម្ពីរទាស់ចិត្តហើយយើងអាចរៀនពីរឿងរបស់ពួកគាត់តែមុននឹងចូលទៅខ្ញុំនឹងរំលឹកលោកអ្នកម្ដងទៀតអំពីនិយមន័យនៃពាក្យទាស់ចិត្តចេញអំពីការយល់ដឹងពាក្យពេចន៍អំពីពាក្យទាស់ចិត្តខ្ញុំសូមអានជូនម្ដងទៀតការទាស់ចិត្តមានន័យថាការទាស់គឺជាអំពើនៃការបំពានឬការខកខានក្នុងការគោរពច្បាប់កិច្ចព្រមព្រៀងឬក្រមសីលធម៌នៃច្បាប់ឬបទបញ្ញត្តិឬសកម្មភាពដែលខុសច្បាប់ពេលដែលខ្ញុំបើកបរ45ម៉ាល់ក្នុង1ម៉ោងនៅលើផ្លូវដែលគេកំណត់ឲ្យតែ30ម៉ាល់ក្នុង1ម៉ោងខ្ញុំធ្វើឲ្យទាស់ចិត្តដល់ពលរដ្ឋអាមេរិកខ្ញុំបានប្រព្រឹត្តមិនស្របច្បាប់ខ្ញុំទំនាស់ប៉ុន្តែជាមួយបទគម្ពីរនេះនិយាយអំពីច្បាប់វិន័យនៅក្នុងផ្ទះការិយាល័យក្នុងក្រុងឬក្នុងប្រទេសហើយយើងក៏រៀនអំពីក្រមសីលធម៌ផងដែរយើងមានក្រមសីលធម៌ក្នុងព្រះគម្ពីរឧទាហរណ៍បើលោកអ្នករៀបការហើយលោកអ្នកមានប្រពន្ធមួយហើយបើលោកអ្នកទៅញ៉ែញ៉ងជាមួយស្ត្រីណាម្នាក់ទៀតលោកអ្នកប្រព្រឹត្តទាស់គឺលោកអ្នកប្រព្រឹត្តទំនាស់ព្រោះលោកអ្នកបំពានច្បាប់សីលធម៌តែបញ្ហាគឺថាច្បាប់អាចជាច្បាប់លោកអ្នកផ្ទាល់អាចជាច្បាប់ផ្ទាល់របស់លោកអ្នកដែលមិនចែងក្នុងគម្ពីរមិនមែនជារឿងផ្លូវការដែលមិនមែនជាច្បាប់តុលាការតែជាច្បាប់លោកអ្នកផ្ទាល់ហើយការនោះអាចកើតឡើងពេលលោកអ្នកមានច្បាប់ផ្ទាល់ខ្លួនឧទាហរណ៍ច្បាប់ផ្ទាល់ខ្លួនគឺខ្ញុំមិនចង់ឲ្យនរណាល្បីជាងខ្ញុំទេក្នុងពហិយខ្ញុំនឹងធ្វើជាអ្នកទី1ហើយដល់ពេលនរណាម្នាក់ល្បីជាងគឺអ្នកនោះឯងបំពានច្បាប់របស់អ្នកហើយអ្នកក៏ទាស់ចិត្តអញ្ចឹងលោកអ្នកយល់ហើយអាចជាច្បាប់ពិតរបស់ប្រទេសច្បាប់គ្រួសារច្បាប់ការិយាល័យច្បាប់សីលធម៌ក្នុងព្រះគម្ពីរតែក៏មានច្បាប់ផ្ទាល់របស់លោកអ្នកដែរឬច្បាប់វប្បធម៌លោកអ្នកប្រជាជនខ្មែរប្រជាជនវៀតណាមប្រជាជនឥណ្ឌាមកពីវប្បធម៌ផ្សេងគ្នាហើយយើងទាំងអស់គ្នាសុទ្ធតែមានច្បាប់ផ្ទាល់ខ្លួនអញ្ចឹងយើងអាចទាស់ចិត្តគ្នាព្រោះយើងមកពីសាសនិងវប្បធម៌ផ្សេងគ្នាមិនត្រឹមតែប៉ុណ្្នឹងទេការទាស់ចិត្តក៏មានន័យថាទង្វើណាមួយដែលបង្កើតបានជាការបំពានលើអ្វីដែលត្រូវបានគេទទួលស្គាល់ថាត្រឹមត្រូវឬធម្មតាហើយនិយមន័យមួយទៀតភាគច្រើនក្នុងជីវិតគ្រីស្ទបរិស័ទគឺមួយនេះការរំខានលោកអ្នកដែលរងការរំខានពីនរណាអត់ឬការអន់ចិត្តដែលកាត់ឡើងដោយការយល់ឃើញថាជាការមើលងាយមាននរណាមើលងាយលោកអ្នកអ្នកឯងមិនខ្ពស់ល្មមឯងមិនល្អល្មមហើយលោកអ្នករំខានចិត្តលោកអ្នកទាស់ចិត្តឬការមិនគោរពគេមិនបង្ហាញការគោរព
គេមិននិយាយហើយដាក់លោកអ្នកគេមិនមើលមុខលោកអ្នកគេមិនគោរពលោកអ្នកសម្រាប់ខ្លួនឯងឬក៏ស្តង់ដារមួយគោលការណ៍ហើយនិយមន័យមួយទៀតនៃការទំនាស់ចិត្តនេះគឺសកម្មភាពនៃការវាយប្រហារនរណាម្នាក់ឬអ្វីមួយលោកអ្នកប្រើពាក្យឬសកម្មភាពដើម្បីវាយប្រហារនរណាម្នាក់នោះក៏ជាការទាស់ចិត្តដែរព្រះយេស៊ូវមានបន្ទូលអំពីការទាស់ចិត្តជាច្រើននៅក្នុងកាពីលូកាជំពូក17ខ1ដល់ខ2ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សទ្រង់ថាសេចក្តីល្បួងដែលនាំឲ្យធ្វើបាបប្រកាសជាត្រូវមកព្រះយេស៊ូវមានបន្ទូលប្រាប់ថាការទាស់ចិត្តគឺជាមិនរួចទេគ្មានការលើកលែងយើងទាំងអស់គ្នាតែងតែទាស់ចិត្តនរណាម្នាក់ហើយក៏មានគេទាស់ចិត្តលោកអ្នកដែរគឺជារាជការត្រូវតែមានចឹងហើយបានជាអ្នកខ្លះពេលរាត្រីទឹកឃ្មុំរៀបការហើយអូខ្ញុំបានរៀបការជាមួយបរិសុទ្ធដ៏ល្អម្នាក់ខ្ញុំស្រឡាញ់គាត់ដូចជាខ្សាត់ដែលកំពុងតែស្ថិតនៅកន្លែងមួយដ៏ល្អហើយក្រោយពីរាត្រីទឹកឃ្មុំចប់ទៅវ៉ាខ្ញុំមិនស្មានថាគាត់អញ្ចឹងទេនេះការទាស់ចិត្តក៏កើតឡើងក្នុងគ្រួសារដែរតែវេទនាហើយអ្នកណាដែលបង្កើតហេតុនោះឡើងចឹងសូមឲ្យប្រកាសថាសូមធ្វើអ្វីៗឲ្យអស់អំពីចិត្តធ្វើម៉េចការពារកុំឲ្យទាស់ចិត្តដល់អ្នកដែលនៅជុំវិញដល់ប្តីប្រពន្ធដល់កូនដល់ពុកម្ដាយបងប្អូនប្រុសស្រីក្នុងការិយាល័យដល់អតិថិជនគឺយើងមិនចង់ឲ្យមានការទាស់ចិត្តដល់គេបើសិនបើគេយកថ្មត្បាល់កិនយ៉ាងធំទៅចងកអ្នកនោះហើយទម្លាក់ទៅក្នុងសមុទ្រនោះមានប្រយោជន៍ដល់អ្នកនោះជាងទុកឲ្យនាំហេតុឲ្យកូនតូចណាមួយរវិតចិត្តព្រះយេស៊ូវចង់ប្រាប់លោកអ្នកថាសូមព្យាយាមឲ្យអស់ពីចិត្តដោយយល់ពីអារម្មណ៍មនុស្សធ្វើយ៉ាងណាកុំឲ្យបំពានច្បាប់ណាមួយក្នុងការិយាល័យឬក្នុងផ្ទះកុំឲ្យទាស់ចិត្តនរណាតែពេលជាមួយគ្នាការទាស់ចិត្តក៏ចូលមកឯលោកអ្នកដែរគ្មានការលើកលែងកិច្ចមិនផុតទោះបីជាក្មេងតូចក៏វាចេះទាស់ចិត្តដែរម៉ាថាយជំពូក18ខ7ដល់ខ8វេទនាដំណើរលោកព្រោះតែហេតុដែលនាំឲ្យជំពប់ដួលបិទឱកាសដែលនាំឲ្យជំពប់ដួលត្រូវតែមកតែវេទនាដល់អ្នកដែលនាំឲ្យមានហេតុជំពប់ដួលនោះបើសិនបើដៃឬជើងរបស់អ្នកនាំឲ្យជំពប់ដួលឬបំពានច្បាប់ធ្វើឲ្យគេជំពប់ដួលកាត់វាចេញហើយបោះឲ្យឆ្ងាយពីអ្នកទៅស៊ូឲ្យអ្នកចូលទៅក្នុងជីវិតដែលមានតែដៃម្ខាងឬជើងម្ខាងនោះប្រសើរជាងមានដៃពីរឬមានជើងពីរហើយត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កាលជានិច្ចអញ្ចឹងការទាស់ចិត្តត្រូវតែមកហើយយើងមិនត្រូវនាំការទាស់ចិត្តនេះដល់នរណាឡើយឥឡូវនេះបើមាននរណាធ្វើឲ្យលោកអ្នកទាស់ចិត្តដោយពាក្យសម្ដីសកម្មភាពរបៀបរស់នៅឬអ្វីក៏ដោយសូមប្រយ័ត្នប្រយែងការពារចិត្តសូមកុំស៊ីនុយសាតាំងការទាស់ចិត្តជានុយរបស់សាតាំងហើយបើលោកអ្នកស៊ីនុយនោះអ្វីដែលកើតឡើងលោកអ្នកចាប់ផ្ដើមការមិនអត់ទោសលោកអ្នកអត់ចូលចិត្តនៅនោះទៀតហើយបើលោកអ្នកមិនប្រយ័ត្នប្រយែងក្នុងការមិនអត់ទោសទេទីបញ្ចប់នោះនឹងនាំឲ្យលោកអ្នកអន់ចិត្តនិងភាពជូរល្វីងលោកអ្នកជូរល្វីងទាស់នឹងអ្នកនោះហើយរូបកាយជីវិតរបស់លោកអ្នកនឹងបង្ហាញប្រតិកម្មទៅអ្នកនោះតាមរបៀបដែលអ្នករស់នៅតាមរយៈទឹកមុខតាមរយៈពាក្យសម្ដីដែលនិយាយទៅកាន់គេព្រោះលោកអ្នកមានចិត្តជូរល្វីងអញ្ចឹងសូមកុំរក្សាទុកភាពជូរល្វីងកុំខំអោបការមិនអត់ទោសព្រោះព្រះគម្ពីរចែងច្បាស់ព្រះទ្រង់អត់ទោសលោកអ្នកត្រូវអត់ទោសឲ្យអ្នកដទៃការមិនអត់ទោសបើកទ្វារដើម្បីឲ្យមេធ្វើទរណកម្មចូលក្នុងជីវិតអ្នកមនុស្សជាច្រើនឈឺដោយសារតែការមិនអត់ទោសខ្ញុំបានឮរឿងស្ត្រីម្នាក់ដែលមានមហារីកដំណាក់កាលចុងក្រោយព្រោះគាត់ខឹងនឹងព្រះហើយខឹងនឹងប្តីមុនរបស់គាត់ហើយថ្ងៃមួយមិត្តសម្លាញ់គ្រីស្ទបរិស័ទរបស់គាត់សុំឲ្យនាងអត់ទោសព្រះហើយអត់ទោសឲ្យប្តីមុនរបស់គាត់ដែលបានបោកគាត់ក៏សម្រេចចិត្តអត់ទោសហើយរំពេចនោះមហារីកក៏រលាយបាត់ទៅគឺគាត់ឆ្លងមហារីកព្រោះតែការមិនអត់ទោសភាពជូរល្វីងហើយមិនត្រឹមតែប៉ុណ្្នឹងទេហេព្រើរជំពូក12ខ15ចែងថាចូលប្រយ័ត្នប្រយែងក្រែងមានអ្នកណាខ្វះព្រះគុណរបស់ព្រះពេលលោកអ្នករស់នៅដោយមិនអត់ទោសជូរល្វីងនឹងការអន់ចិត្តលោកអ្នកនឹងបាត់ព្រះគុណរបស់ព្រះហើយកុំឲ្យមានឬល្វីងជូរចត់ណាពន្លកឡើងដែលបណ្ដាលឲ្យកើតរឿងរ៉ាវហើយដោយសារការនោះមនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោកអញ្ចឹងប្រសិនជាលោកអ្នកអោបភាពជូរល្វីងដោយសារនរណាទាស់ចិត្តលោកអ្នកដោយសារគេធ្វើឲ្យលោកអ្នកទាស់ចិត្តហើយលោកអ្នកស៊ីនុយនោះហើយលោកអ្នកមានអារម្មណ៍ទាស់ចិត្តយើងទាំងអស់គ្នាសុទ្ធតែមានអារម្មណ៍នៅជាមួយយើងរហូតដល់ស្លាប់ព្រះប្រទានអារម្មណ៍និងភាពរំជួលរបស់យើង
ចឹងពេលណាម្នាក់ធ្វើឲ្យទាស់អារម្មណ៍យើងហើយលោកអ្នកមានអារម្មណ៍ទាស់ចិត្តឬលោកអ្នកមិនចូលចិត្តលោកអ្នកក៏ចាប់ផ្ដើមរក្សាទុកភាពជូលវីនោះវានឹងចាក់ឫសចូលទៅក្នុងចិត្តជ្រៅទៅហើយបើលោកអ្នកមិនដកយកឫសជូលវីនោះចេញបន្ទាប់មកទៀតវានឹងនាំឲ្យជីវិតរបស់លោកអ្នកមានបញ្ហាវានឹងនាំបញ្ហាមកមិនត្រឹមតែប៉ុណ្្នឹងទេមនុស្សជាច្រើនក៏ត្រឡប់ជាស្មោកគ្រោកលោកអ្នកចាប់ផ្ដើមធ្វើការអាក្រក់លោកអ្នកចាប់ផ្ដើមប្រព្រឹត្តឡងលោកអ្នកអាចតបតនិយាយដើមបកទៅវិញហើយលោកអ្នកក៏បណ្ដាលឲ្យមានបញ្ហាគ្រប់រឿងពាក្យសៅហ្មងខ្ញុំបានពន្យល់ពីលើកមុនដែលចេញពីទេសនៈព្រះគម្ពីរគឺជាភាពមិនសមរម្យក្នុងការប្រើប្រាស់ពេលលោកអ្នកមានសៅហ្មងព្រះមិនអាចប្រើលោកអ្នកបានទេលោកអ្នកមិនមានផលផ្លែមិនមានប្រសិទ្ធភាពសម្រាប់រាជរបស់ព្រះហើយលោកអ្នកអាចឃើញរឿងនៅក្នុងព្រះគម្ពីរម្ដងហើយម្ដងទៀតស្ដេចសូលជូលវីងទាស់នឹងដាវីតលោកអ្នកអាចឃើញថាមនុស្សខ្លះក្នុងព្រះគម្ពីរមានភាពជូលវីងបន្ទាប់មកព្រះមិនអាចប្រើគេបានព្រោះគេមានអារម្មណ៍ទាស់ចិត្តឥឡូវនេះខ្ញុំសូមអានបទគម្ពីរនេះទំនុកដំកើង119ខ165នេះជាកូនសោដើម្បីទាស់នឹងនុយរបស់សាតាំងម្ដងទៀតហើយភាពជូលវីងគឺមានអារម្មណ៍ទាស់ចិត្តធ្វើឲ្យជីវិតរបស់លោកអ្នកពុករលួយបង្ខាតជីវិតលោកអ្នកបណ្ដាលឲ្យជីវិតយឺតយ៉ាវបញ្ឈប់លោកអ្នកមិនឲ្យទៅមុខបំផ្លាញជំនឿលោកអ្នកបំពុលចិត្តហើយបណ្ដាលឲ្យខូចជីវិតរបស់លោកអ្នកគ្រប់ផ្នែកទាំងអស់នៃជីវិតលោកអ្នករឿងលុយកាក់ទំនាក់ទំនងវណ្ណកិច្ចអាពាហ៍ពិពាហ៍ភាពជាពុកម្ដាយគ្រប់ទាំងអស់ទាស់ចិត្តជាប្រធានបទមួយធំឬភាពជូលវីងនាំឲ្យមានបញ្ហាច្រើនក្នុងជីវិតហើយព្រះគម្ពីរប្រាប់យើងពីរបៀបបញ្ឈប់ការនោះទំនុកដំកើងចំពុក119ខ165ក្នុងគម្ពីរខ្មែរសំណៅ2016មានសេចក្តីសុខដ៏លើសលប់ពេលលោកអ្នកជូលវីងអត់មានសេចក្តីសុខទេដល់អស់អ្នកដែលស្រឡាញ់ក្រឹតវិន័យព្រះអង្គគ្មានអ្វីអាចធ្វើឲ្យគេជំពប់ដួលសោះឡើយនៅក្នុងសំណៅមួយទៀតអស់អ្នកដែលស្រឡាញ់ព្រះឱវាទព្រះអង្គឱវាទរបស់ព្រះគឺក្នុងព្រះគម្ពីរមានសេចក្តីសុខលើសលប់ហើយមិនជំពប់ដួលឡើយព្រះមានបន្ទូលថាដើម្បីតយុទ្ធទាស់នឹងការអន់ចិត្តឬមានអារម្មណ៍ទាស់ចិត្តឬទាស់នឹងភាពជូលវីងឬមនុស្សមិនអាចទាស់ចិត្តលោកអ្នកបានទៀតមិនថាជាការអ្វីខ្ញុំចង់លើកទឹកចិត្តលោកអ្នកអូខេក្រោយពេលលោកអ្នកស្ដាប់សេចក្តីបង្រៀននេះសូមស្ដាប់សេចក្តីបង្រៀនលើកមុនផងដែរពីព្រោះយើងបានផុសឈុតនេះហើយកាលពីថ្ងៃសៅរ៍ក្នុងឈុតវិសេសជាងអ្នកមានជ័យជំនះសូមស្ដាប់មេរៀនមុនផងដែរខ្ញុំពន្យល់ឲ្យកាន់តែជ្រាលជ្រៅថែមហើយថែមទៀតហើយតែខ្ញុំត្រូវអធិប្បាយ3ឬ4ដងទៀតនេះជាប្រធានបទមួយធំក្រោយពីលោកអ្នកស្ដាប់ហើយខ្ញុំចង់សូមលោកអ្នកខ្ញុំចង់លើកទឹកចិត្តលោកអ្នកខ្ញុំចង់បំផុសចិត្តលោកអ្នកពីថ្ងៃនេះទៅរហូតអស់មួយជីវិតមិនថាគេជានរណាអាចជាម្ដាយក្មេកអាចជាប្រពន្ធអាចជាប្តីជាកូនបងប្អូនជាដូនមួយលោកអ្នកនឹងមិនបន្សល់ការទាស់ចិត្តទៀតឡើយមិនថាគេធ្វើអ្វីខ្ញុំនឹងមិនអន់ចិត្តហើយកុំបណ្ដោយឲ្យនរណាម្នាក់មកលួចសុខសាន្តនឹងអំណររបស់លោកអ្នកឡើយជីវិតខ្លីណាស់គ្មានពេលរស់ទាំងជូរចត់ទេទាំងអន់ចិត្តទាំងមានអារម្មណ៍ទាស់ចិត្តព្រោះជីវិតខ្លីណាស់លោកអ្នកកុំបណ្ដោយឲ្យនរណាស្ថានភាពណាលួចអំណរលោកអ្នកឲ្យសោះញញឹមទៅមានចិត្តជាសុខទៅហាមិនថាអ្វីកើតឡើងមិនថាមានអ្វីកើតឡើងព្រះជាប្រភពលោកអ្នកកុំឲ្យពាក្យនរណាម្នាក់ប៉ះពាល់លោកអ្នកឡើយអាមែនកុំស៊ីនុយសាតាំងលោកអ្នកអត់ចង់ស្មោកគ្រោកលោកអ្នកចង់ឲ្យព្រះទ្រង់ប្រើលោកអ្នកចង់មានសេរីភាពអំណរសុខសាន្តប្រពរលោកអ្នករើសយកប្រពរជ្រើសយកសេរីភាពជ្រើសយកសុខសាន្តអំណរលោកអ្នកមិនចង់ឲ្យការទំនាស់ចិត្តចូលមកបំពុលក្នុងចិត្តលោកអ្នកមករាំងជីវិតលោកអ្នកមិនឲ្យទៅមុខចូលទៅក្នុងព្រះពររបស់ព្រះមិនឲ្យបង្ខូចចិត្តបង្ខូចទំនាក់ទំនងលោកអ្នកលួចអ្វីៗពីជីវិតលោកអ្នកមកប្រឡូកប្រឡាក់លោកអ្នកមកស្អុយរលួយដល់លោកអ្នក
លោកអ្នកថាទេខ្ញុំមិនបណ្ដោយឲ្យការនេះកើតឡើងដល់ខ្ញុំចាប់ពីថ្ងៃនេះទៅមិនថានរណាធ្វើអ្វីដល់លោកអ្នកទេខ្ញុំមិនយកនុយនេះទេខ្ញុំមិនព្រមអន់ចិត្តប្រហែលអ្នកចង់ធ្វើការសម្រេចចិត្តបែបនោះប្រកាសពជាទេប្រកាសពជាអូខេយើងទាំងអស់គ្នាងាយនឹងទាស់ចិត្តការទាស់ចិត្តអាចកាត់ឡើងតែកុំឲ្យនរណាលួចសេចក្តីសុខពីចិត្តរបស់យើងម៉ាកុសជំពូក4ខ8ដល់ខ14ព្រះយេស៊ូវមានបន្ទូលអំពីប្រភេទដីខុសគ្នាពូជគឺជាព្រះបន្ទូលព្រះតែពូជខ្លះធ្លាក់ព្រះបន្ទូលធ្លាក់ទៅលើដីល្អហើយដុះឡើងបង្កើតផលក៏ចម្រើនឡើងរួចឲ្យផលខ្លះបាន1ជា30ខ្លះបាន1ជា60ហើយខ្លះទៀតបាន1ជា100បន្ទាប់មកព្រះអង្គមានបន្ទូលថាអ្នកណាមានត្រចៀកចូលស្ដាប់ចុះកាលព្រះអង្គគង់នៅដល់ឡែកពីបណ្ដាជនអស់អ្នកដែលនៅជុំវិញព្រះអង្គជាមួយអ្នកទាំង12ទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះព្រះអង្គមានព្រះបន្ទូលថាគឺមានបន្ទូលមកកាន់គ្រីស្ទបរិស័ទព្រះបានប្រទានឲ្យអ្នករាល់គ្នាស្គាល់អាថ៌កំបាំងអំពីព្រះរាជរបស់ព្រះប៉ុន្តែសម្រាប់ពួកអ្នកក្រៅគឺអ្នកមិនជឿអ្វីៗទាំងអស់ជារឿងប្រៀបធៀបវិញដើម្បីឲ្យគេមើលមែនតែមិនឃើញហើយឲ្យគេស្ដាប់មែនតែមិនយល់អ្នកដែលមិនមានព្រះវិញ្ញាណគេមើលមែនប៉ុន្តែគេអត់ឃើញគេស្ដាប់មែនតែគេអត់យល់ឬក៏ឮមែនតែគេអត់យល់អញ្ចឹងហើយបានជាយើងត្រូវអធិដ្ឋានដល់អ្នកដែលមិនជឿដើម្បីឲ្យគេឃើញដើម្បីឲ្យគេឮសេចក្តីពិតរបស់ព្រះដំណឹងល្អរបស់ព្រះអង្គក្រែងគេវិលបែរមករកព្រះវិញហើយទទួលបានការអត់ទោសព្រះអង្គមានព្រះបន្ទូលសួរគេថាតើអ្នករាល់គ្នាមិនយល់រឿងប្រៀបធៀបនេះទេឬចុះធ្វើដូចម្តេចឲ្យអ្នករាល់គ្នាយល់គ្រប់ទាំងរឿងប្រៀបធៀបបានព្រះយេស៊ូវទ្រង់បញ្ជាក់ថាបើអ្នកមិនយល់ពីរឿងប្រៀបធៀបអំពីពូជព្រះបន្ទូលរបស់ព្រះនេះទេដែលសាបព្រោះទៅក្នុងដីមានដី4ប្រភេទចិត្តដែលដូចជាដីថ្មពេលព្រោះព្រះបន្ទូលទៅចូលទៅទេហើយគេតែងតែបដិសេធព្រះបន្ទូលព្រះជានិច្ចគេមិនចង់ធ្វើតាមមិនថាលោកអ្នកប្រឹងយ៉ាងណាទេគេបដិសេធព្រះ2ជាដីដែលមានថ្មលាយជាមួយនឹងគ្រួសដីដែលលាយគ្រួសហើយខ្ញុំនឹងអានតិចទៀតនេះដីថ្មហើយទី3គឺដីដែលមានពេញដោយបន្លាពេលដែលទុកលំបាកនិងចិត្តដែលស្រឡាញ់លុយចូលមកសេចក្តីខ្វល់ខ្វាយនៃលោកីចូលមកមនុស្សបែបនេះដើរចេញពីព្រះគេស្រឡាញ់លុយជាងព្រះហើយដីប្រភេទទី4ជាដីល្អពេលដែលពូជឬព្រះបន្ទូលរបស់ព្រះចូលទៅគេនឹងស្ដាប់បង្គាប់គេធ្វើតាមព្រះបន្ទូលព្រះគេក៏មានផលផ្លែហើយពហុគុណ130 160ហើយ1ជា100ប្រហែលអ្នកចង់ធ្វើជាដីល្អហើយអ្នកដែលអត់បានលើកដៃមានន័យថាម៉េចប្រហែលអ្នកចង់ធ្វើជាដីល្អអូខេប្រសើរឡើងច្រើនអូខេអញ្ចឹងបានល្អអូមុននេះបន្តិចមានតែ 30% នោះហូបចង់ធ្វើជាដីល្អហើយក្រៅពីនោះចង់ធ្វើជាដីហាប់ធ្វើខ្ញុំខ្វល់ចិត្តឥឡូវនេះមើលទៅកាន់ដីប្រភេទទី2ខ16ដល់ខ17មនុស្សខ្លះទៀតប្រៀបបាននឹងដីមានថ្មដែលពូជធ្លាក់លើកាលគេឮព្រះបន្ទូលគេមកពីហៀគេឮព្រះបន្ទូលវ៉ាខ្ញុំចង់ធ្វើជាគ្រីស្ទបរិស័ទខ្ញុំស្រឡាញ់ពីហៀនេះណាខ្ញុំចូលចិត្តលោកគ្រូឡាវគេទទួលព្រះបន្ទូលដោយចិត្តរីករាយភ្លាមហាឡេលូយ៉ាមកពីខ្ញុំនឹងមិនខានមកពីនេះទៀតទេតែមិនចាក់ឫសនៅក្នុងខ្លួនគេឡើយគេមិនឲ្យព្រះបន្ទូលចាក់ឫសទៅក្នុងចិត្តហើយចុះចូលនឹងព្រះបន្ទូលគឺនៅជាប់តែមួយរយៈខ្លីប៉ុណ្ណោះអាច1ខែអាច2ខែឬ2ឆ្នាំប្រហែលជា20ឆ្នាំអាចពេលណាមួយតែមួយរយៈមកក្រោយមកលុះពេលកើតមានទុក្ខលំបាកឬការបៀតបៀនចូលមកព្រោះព្រះបន្ទូលគេក៏បោះបង់ចោលភ្លាមគេទាស់ចិត្តភ្លាមលោកគ្រូឡាវខ្ញុំគិតថាលោកគ្រូអធិប្បាយធ្ងន់ពេកហើយលោកគ្រូនិយាយអំពីខ្ញុំឥឡូវនេះនៅក្នុងស្ដីបង្រៀននេះហើយពេលខ្ញុំលឺអញ្ចឹងអីព្រោះខ្ញុំរៀបចំស្ដីបង្រៀនខ្ញុំមិនគិតពីឈ្មោះលោកអ្នកទេខ្ញុំមិនចង់អធិប្បាយទាស់លោកអ្នកទេគេក៏ទាស់ចិត្តដោយស្ដីអធិប្បាយគេទាស់ចិត្តនឹងព្រះ
ព្រះអើយខ្ញុំអធិដ្ឋានទៅទ្រង់រយៈពេលជាច្រើននាទីព្រះអង្គអត់ឆ្លើយតបទេខ្ញុំធ្វើការឥឡូវព្រោះទ្រង់មិនឆ្លើយតបការអធិដ្ឋានខ្ញុំឲ្យបានភ្លាមខ្ញុំជពុបចិត្តព្រះអើយខ្ញុំអត់ចូលចិត្តទ្រង់ទៀតទេបាយបាយព្រះយេស៊ូវឬគេទាស់ចិត្តនឹងសេចក្តីពិតខ្ញុំសូមប្រាប់លោកអ្នកការមួយដែលពិតជាពិបាកសម្រាប់ខ្ញុំក្នុងនាមជាអ្នកបង្រៀននិងជាគ្រូកងវិលនៃក្រុមជំនុំគឺនិយាយសេចក្តីពិតទៅកាន់លោកអ្នកដោយមិនសម្របសម្រួលព្រោះខ្ញុំដឹងថាមានអ្នកដែលទាស់ចិត្តហើយស្អប់ខ្ញុំហើយគេចង់ដើរចេញពីពិហារនេះព្រោះខ្ញុំនិយាយសេចក្តីពិតមនុស្សអាចទាស់ចិត្តមិនមែនត្រឹមតែដោយសារសកម្មភាពដែលមិនស្របច្បាប់ខ្លះឥរិយាបថអាក្រក់ខ្លះតែទោះចិត្តនឹងព្រះព្រោះតែស្តង់ដាររបស់គេមកផ្លូវតែស្តង់ដាររបស់ព្រះមិនស័ក្តិសមនឹងស្តង់ដាររបស់គេឬស្តង់ដារនៃជីវិតរបស់គេអាក្រក់ហើយដល់ពេលនិយាយស្ដីពិតក្នុងព្រះគម្ពីរគេក៏ទាស់ចិត្តគេខឹងគឺអាចទាស់ចិត្តដោយសារគ្រូអធិប្បាយដោយប្តីឬប្រពន្ធដោយកូនឬដោយមិត្តសម្លាញ់របស់គេហើយអរិយចង់បំផ្លាញជីវិតលោកអ្នកវាចង់ឲ្យលោកអ្នកស៊ីនុយនោះហើយលោកអ្នកក៏ជាប់ផុងក្នុងការមិនអត់ទោសជាប់ក្នុងអារម្មណ៍អវិជ្ជមានហើយសូម្បីតែបញ្ហាកំពេចកំពុកខ្ញុំសម្គាល់ឃើញថាពេលខ្លះមនុស្សខឹងគ្នាមិនមែនជារឿងធំដុំរឿងកំពេចកំពុកទូចអូឯនេះខ្ញុំដើរកាត់អត់មានញឹមដាក់ខ្ញុំគាត់មិនគោរពខ្ញុំគាត់អត់ឲ្យញឹមដាក់ខ្ញុំចាំទុកមួយព្រោះអត់ឲ្យញឹមដាក់ខ្ញុំលោកអ្នកត្រូវតែបិទទ្វារនោះទោះបីជាគេដើរមកតែកិច្ចស្មាលោកអ្នកក៏ដោយហើយមិនខ្វល់ហើយមិននិយាយថាហាយប្រឡែងចោលទៅក៏មានអារម្មណ៍ទាស់ចិត្តការទាស់ចិត្តជាអាវុធរបស់អរិយហើយពេលលោកអ្នកទាស់ចិត្តការទាស់ចិត្តនោះធ្វើឲ្យលោកអ្នកហួតហែងគ្មានផលផ្លែហើយប្រតិកម្មបន្តនឹងចូលមកដូចជាបដិសេធព្រះយេស៊ូវទាំងស្រុងដោយចេញពីវិហារលោកអ្នកលែងមានផលផ្លែទៀតលោកអ្នកលែងទទួលការវឹកវើព្រោះតែលោកអ្នកមិនចង់ស្ដាប់បរិសុទ្ធនេះទៀតហើយអាចជាការដែលលោកអ្នកប្រព្រឹត្តអំពើបាបដូចជាសម្លាប់នរណាម្នាក់លោកអ្នកនាំអន្តរាយដល់នរណាម្នាក់លោកអ្នកបែរជាសងសឹកលោកអ្នកអាចមានបញ្ហាលោកអ្នកអាចចាប់ផ្ដើមសម្របសម្រួលធ្វើការអាក្រក់ប្រឈមនឹងបរាជ័យព្រោះលោកអ្នកអន់ចិត្តនឹងចៅហ្វាយលោកអ្នកចាប់ផ្ដើមប្រតិកម្មទាស់នឹងចៅហ្វាយព្រោះតែចៅហ្វាយបញ្ឈប់ការងារលោកអ្នកហើយលោកអ្នកបាត់បង់ការងារព្រោះតែលោកអ្នកទាស់ចិត្តនៅកន្លែងធ្វើការលោកអ្នកមិនអាចធ្វើឲ្យបានល្អបំផុតព្រោះតែលោកអ្នកអន់ចិត្តលោកអ្នកបាត់រង្វាន់នៅឋានសួគ៌មានការអាក្រក់កាត់ឡើងក្រោយពីការទាស់ចិត្តនឹងកាត់ឡើងដល់លោកអ្នកមិនអាចឈានទៅដល់គោលដៅលោកអ្នករត់ទៅរកគោលដៅដែលព្រះមានសម្រាប់លោកអ្នកតែនៅកណ្ដាលផ្លូវពេលគេធ្វើឲ្យទាស់ចិត្តប៊ូមលោកអ្នកដួលផ្ងាក្រោយផ្លូវរត់នោះហើយលោកអ្នកមិនដល់គោលដៅមានការអាក្រក់ជាច្រើនអាចកាត់ឡើងហើយលោកអ្នកនឹងបាត់ជោគជ័យផលិតភាពនិងប្រពោក្នុងជីវិតលោកអ្នកអញ្ចឹងហើយទេខ្ញុំមិនព្រមអន់ចិត្តគ្មានអ្នកណាធ្វើឲ្យខ្ញុំអន់ចិត្តបានឡើយសោះឡើយអាមែនលោកអ្នកសម្រេចចិត្តចឹងអត់ឥឡូវនេះខ្ញុំនឹងអានរឿងនៅក្នុងព្រះគម្ពីរអំពីការទាស់ចិត្តពីសេចក្តីបង្រៀននេះហើយនឹងសេចក្តីបង្រៀនបន្ទាប់យើងនឹងមើលទៅកាន់រឿងទាស់ចិត្តក្នុងព្រះគម្ពីរ1សាមយូអែលជំពូក18ខ6ដល់ខ9នេះជារឿងរបស់ស្ដេចសូលនិងស្ដេចដាវីតហើយដាវីតជាទាហានស្ដេចសូលជាស្ដេចទី1របស់អ៊ីស្រាអែលហើយដាវីតសម្លាប់កូលីយ៉ាតគាត់បានក្លាយជាទាហាននៅក្នុងកងទ័ពអ៊ីស្រាអែលគាត់បានចេញទៅច្បាំងទាស់នឹងពួកភីលីស្ទីនហើយគេក៏វិលត្រឡប់មកក្នុងក្រុងវិញបន្ទាប់ពីគេបានឈ្នះកងទ័ពភីលីស្ទីនហើយមើលទៅអ្វីដែលបានកាត់ឡើងនៅក្នុង1សាមយូអែលជំពូក18ខ6ដល់ខ9កាលគេត្រឡប់មកវិញគឺពេលដែលដាវីតមកពីសម្លាប់សាសភីលីស្ទីនម្នាក់នោះវិញហើយស្ត្រីក៏នាំគ្នាចេញពីទីក្រុងរបស់សាសអ៊ីស្រាអែលទាំងប៉ុន្មានមកទទួលស្ដេចសូលដោយអំណរព្រមទាំងច្រៀងលូតកញ្ឆេងហើយបន្តក្រាប់និងដោយឧបករណ៍តន្ត្រីផ្សេងអូខេការទាស់ចិត្តនឹងកាត់ឡើងភ្លាមមិនយូរទេកំពុងដែលគេលេងភ្លេងនោះក៏ច្រៀងឆ្លើយឆ្លងគ្នាទៅវិញទៅមកដោយពាក្យថាសូលបានសម្លាប់ទាំងពាន់ហើយដាវីតទាំងម៉ឺន
ដូច្នេះស្ដេចសូលក៏មានសេចក្តីខ្ញាល់ជាខ្លាំងដោយពាក្យនោះនាំឲ្យបង្អាក់ដល់ព្រះハរតីទ្រង់ហើយទ្រង់មានរាជអង្ការថាគេបានរាប់ជា10000ដល់ដាវីតតែយើងបានត្រឹមតែ1000ទេដូច្នេះវានៅខ្វះតែសោយរាជប៉ុណ្ណោះវ៉ាវមួយចុះស្ដេចសូលខឹងអន់ចិត្តមែនទែនដោយសារតែចម្រៀងដែលពួកស្រីៗទាំងនេះច្រៀងពីដាវីតស្ដេចខ្ញាល់ស្ដេចចង់កម្ចាត់ដាវីតចេញខឹងនឹងដាវីតក្រោធនឹងដាវីតគាត់មានអារម្មណ៍ទាស់ចិត្តនៅក្នុងចិត្តហើយការតំណោះចិត្តនោះវាកោសទ្វារស្ដេចហើយគួរឲ្យសោកស្ដាយទ្រង់បើកទ្វារចិត្តហើយការតំណោះចិត្តចូលមកក្នុងចិត្តស្ដេចហើយក្រោយពីនោះមកអ្វីចាប់ផ្ដើមសំយ៉ងចុះស្ដេចចាប់ផ្ដើមធ្វើបាបទ្រង់មានគំនុំនឹងការមិនអត់ទោសហើយទីបំផុតរឿងនោះឯងបញ្ចប់ដោយភាពសោកសៅស្ដេចត្រូវធ្វើអត្តឃាតទ្រង់បានទម្លាក់អង្គទ្រង់ទៅលើដាវហើយសម្លាប់ខ្លួនស្ដេចបានសុំឲ្យអ្នកក្បែរសម្លាប់ទ្រង់តែអ្នកនៅក្បែរប្រកែកទេខ្ញុំមិនសម្លាប់ទ្រង់ជាស្ដេចរបស់ខ្ញុំទេអញ្ចឹងគាត់ក៏ផ្ដួលខ្លួនទៅលើដាវក៏សគត់ហើយបាត់បង់ឥទ្ធិពលបាត់បង់បល្ល័ង្កហើយបុត្រាទ្រង់ក៏មានបញ្ហាដែរវ៉ាវការទំនាស់ចិត្តមុននេះបន្តិចខ្ញុំអានទំនុកដំកើង119ជារបៀបដែលលោកអ្នកអាចការពារកុំឲ្យជំពប់ដួលខ្ញុំសូមអានបទគម្ពីរបើលោកអ្នកប្រតិបត្តិតាមបទគម្ពីរនេះមិនថាជាអ្វីកើតឡើងលោកអ្នកនឹងមិនបង្ខូចចិត្តខ្លួនឡើយខ្ញុំសូមអានប្រាប់លោកអ្នកពីគន្លឹះសំខាន់ដើម្បីកុំឲ្យទាស់ចិត្តនៅពេលអ្នកផ្សេងមានជោគជ័យជាងលោកអ្នកផ្សេងមានបានជាងលោកអ្នកមានឡានស្អាតជាងលោកអ្នកមកពីហានេះ10ឆ្នាំលោកអ្នកនៅតែអង្គុយជួរក្រោយមើលមិនចង់ឃើញមានអ្នកមកតែមួយខែសោះលោកគ្រូឡាវអញ្ជើញគេមកអង្គុយមុខអូរីករាយណាស់ដែលអ្នកបានអញ្ជើញមកហើយលោកអ្នកមើលឃើញខ្ញុំនៅនេះ10ឆ្នាំហើយឥឡូវនេះអ្នកថ្មីមកឲ្យអង្គុយមុខខ្ញុំអន់ចិត្តវាអាចទៅកាត់ឡើងមែនវ៉ាវអ្នកនេះទើបមកពីហាសោះហេតុអីក៏លោកគ្រូឡាវបើឲ្យគាត់ឡើងមកថ្វាយបង្គំខ្ញុំនៅនេះ30ឆ្នាំអត់ដែលបាននាំថ្វាយបង្គំសោះលោកអ្នកមានអារម្មណ៍អន់ចិត្តនេះជាអ្វីដែលកើតឡើងដល់សូល1ពេត្រុសចំពុក2ខ17ដើម្បីជៀសវាងការទាស់ចិត្តយើងត្រូវធ្វើតាមព្រះគម្ពីរពេលលោកអ្នកស្គាល់ព្រះបន្ទូលលោកអ្នកនឹងមិនអន់ចិត្តឡើយមិននៅក្នុងกระดาษលោកអ្នកទេសូមទោសណាខ្ញុំទើបមករកឃើញបទគម្ពីរយកមិញអញ្ចឹងបទគម្ពីរជាច្រើនអត់មាននៅក្នុងកំណត់ត្រាទេ1ពេត្រុសចំពុក2ខ17ម្ដងទៀតហើយកាលណាយើងស្គាល់ព្រះបន្ទូលយើងអនុវត្តតាមយើងនឹងមិនជំពប់ដួលអ្វីដែលព្រះបន្ទូលចែងចូលគោរពមនុស្សគ្រប់គ្នាចូលស្រឡាញ់បងប្អូនរួមជំនឿចូលកោតខ្លាចព្រះហើយគោរពស្ដេចផងចឹងពេលលោកអ្នកអនុវត្តការនេះលោកអ្នកគោរពមនុស្សគ្រប់គ្នាពេលនរណាម្នាក់មានកិត្តិយសខ្ញុំសប្បាយក៏ទទួលកិត្តិយសលោកអ្នកក៏ស្រឡាញ់មនុស្សគ្រប់គ្នាពេលគេឡើងឋានៈលោកអ្នកសប្បាយបើលោកអ្នកមិនអនុវត្តដោយស្រឡាញ់នឹងការលើកមុខហើយលោកអ្នកមិនកាត់ខ្លាចព្រះពេលនរណាម្នាក់ត្រូវបានតម្លើងឋានៈទទួលបានកិត្តិយសលើសជាងអ្នកលោកអ្នកអន់ចិត្តមានអីទៀតកាឡាទីចំពុក2ខ20បទគម្ពីរដែលបញ្ឈប់លោកអ្នកពីការទាស់ចិត្តពីអារម្មណ៍មិនសប្បាយពេលនរណាម្នាក់ឈានមុខលោកអ្នកប្រសើរជាងលោកអ្នកបានតម្លើងឋានៈហើយលោកអ្នកមិនបានខ្ញុំបានជាប់ឆ្កាងជាមួយព្រះគ្រីស្ទដូច្នេះមិនមែនខ្ញុំទៀតទេដែលរស់នៅគឺកាឡាទីចំពុក2ខ20គឺព្រះគ្រីស្ទវិញទេតើដែលទ្រង់រស់នៅក្នុងខ្ញុំហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះគឺរស់ដោយជំនឿដល់ព្រះបុត្រារបស់ព្រះដែលទ្រង់ស្រឡាញ់ខ្ញុំហើយបានប្រគល់ព្រះអង្គទ្រង់សម្រាប់ខ្ញុំលោកអ្នកនឹងមិនរងការអន់ចិត្តព្រោះលោកអ្នកបានស្លាប់តើលោកអ្នកធ្វើឲ្យអ្នកស្លាប់អន់ចិត្តកើតទេទៅកាន់អ្នកដែលនៅក្នុងមឈូសហើយលោកអ្នកសេកដាក់អ្នកស្លាប់លោកអ្នកគិតថាអ្នកស្លាប់នោះនឹងអន់ចិត្តអត់ទេគ្រប់គ្នាថាខ្ញុំស្លាប់ហើយខ្ញុំបានស្លាប់ហើយខ្ញុំស្លាប់ខាងឯសាច់ឈាមមែនខ្ញុំទៀតទេគឺព្រះយេស៊ូវវិញទេតើគឺព្រះរាជទេតើមិនមែនខ្ញុំទៀតទេដែលរស់នៅចឹងពេលលោកអ្នកស្លាប់លោកអ្នកអត់ចេះអន់ចិត្តលោកអ្នកស្លាប់ទេស្ដាប់ទៅដូចស្ទាក់ស្ទើរដល់ហើយបើលោកអ្នកស្លាប់ហើយអត់មានអារម្មណ៍អីទេភ
Philip ជំពូក2ខ3កុំឲ្យធ្វើអ្វីដោយប្រកួតប្រជែងឬដោយអំនួតឥតប្រយោជន៍ឡើយចូលដាក់ខ្លួនហើយចាត់ទុកថាគេប្រសើរជាងខ្លួនវិញប្រសិនជាលោកអ្នកមានគោលការណ៍ព្រះគម្ពីរនេះហើយរីករាយជានិច្ចត្រេកអរទៅនៅពេលដែលអ្នកដទៃប្រសើរជាងលោកអ្នកគេមានពរជាងគេបានឡើងឋានៈជាងវ៉ាវយើងទាំងពីរអាយុ18ឆ្នាំតែសម្លាញ់ខ្ញុំ18ឆ្នាំគេមានមិត្តប្រុសជំនួសឲ្យយើងវ័យសកលគ្នាហើយគេមានមិត្តប្រុសហើយខ្ញុំអត់ទាន់មានមិត្តប្រុសគេខ្ញុំមានអារម្មណ៍អន់ចិត្តទេសប្បាយចិត្តទៅអ្នកដទៃគាត់បើជាលោកអ្នកមិនអីទេកុំអន់ចិត្តតែលោកអ្នកអន់ចិត្តទេពេលអ្នកដទៃបានពរឡើងឋានៈមែនព្រោះស្តង់ដារលោកអ្នកគឺបាប់ក្រិតក្នុងលោកអ្នកគ្មានអ្នកណាប្រសើរជាងខ្ញុំបើអ្នកឯងល្អជាងខ្ញុំអ្នកឯងធ្វើខ្ញុំតោះចិត្តនោះជាអ្វីដែលកើតឡើងដល់ស្ដេចសូលសូមមើលទៅរឿងមួយទៀតហើយជាខ្ញុំអានរឿងមួយទៀតហើយឈប់ពីសាមយូអែលជំពូក6ខ1ដល់ខ11បន្ទាប់មកព្រះបាទដាវីតប្រមូលមនុស្សទាំងអស់ជ្រើសរើសក្នុងសាសអ៊ីស្រាអែលម្ដងទៀតបានចំនួន 30,000 នាក់ព្រះបាទដាវីតព្រមទាំងប្រជាជនទាំងប៉ុន្មាននាំគ្នាឡើងចេញពីបាអាលេយូដាដើម្បីយកហឹបរបស់ព្រះឡើងមកជាហឹបដែលគេហៅតាមព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារដែលទ្រង់គង់នៅកណ្ដាលជេរូប៊ីមគេដាក់ហឹបរបស់ព្រះនៅលើរទេះថ្មីដឹកចេញពីផ្ទះអាប៊ីណាដាប់ដែលនៅលើភ្នំអ៊ូសានិងអាហ៊ីយ៉ូជាកូនអាប៊ីណាដាប់ជាអ្នកបរទេះថ្មីនោះសូមសម័យថាហឹបនៃសេចក្តីសញ្ញានោះស្ថិតនៅលើរទេះគេយករទេះដែលដឹកហឹបរបស់ព្រះចេញពីផ្ទះអាប៊ីណាដាប់ដែលនៅលើភ្នំនោះទៅមានអាហាយ៉ូដើរខាងមុខហឹបផងព្រះបាទដាវីតនិងពួកអ៊ីស្រាអែលទាំងអស់គេលេងភ្លេងគ្រប់មុខដែលធ្វើពីឈើកកោះនិងស៊ុងពិនក្រាប់រមនីនិងឈឹងនៅចំពោះព្រះយេហូវ៉ាគេលេងយ៉ាងពីរោះគេសប្បាយត្រេកអរហឹបនៃសេចក្តីសញ្ញានឹងនាំចូលទៅក្រុងដាវីតនៅក្រុងយេរូសាឡិមនៅពេលគេបានទៅដល់លានស្រូវរបស់ណាកុនអ៊ូសាក៏លូកដៃទៅចាប់ទប់ហឹបរបស់ព្រះរទេះនោះឯងអូសទៅមុខដោយសារគូហើយគូក៏កញ្ជ្រោលឡើងអ៊ូសាបានលូកដៃទៅចាប់ហឹបរបស់ព្រះដើម្បីទប់ហឹបនោះកុំឲ្យធ្លាក់ពេលនោះព្រះយេហូវ៉ាខ្ញាល់នឹងអ៊ូសាក៏ប្រហារគាត់នៅទីនោះដោយកំហុសរបស់គាត់ហើយគាត់ស្លាប់នៅទីនោះជិតហឹបនៃព្រះឯព្រះបាទដាវីតខ្ញាល់យ៉ាងខ្លាំងដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ូសារួចទ្រង់ហៅកន្លែងនោះថាពេរេសអ៊ូសារហូតដល់សព្វថ្ងៃនេះនៅថ្ងៃនោះព្រះបាទដាវីតកោតខ្លាចព្រះយេហូវ៉ាហើយមានរាជអង្គការថាធ្វើដូចម្តេចឲ្យហឹបនៃព្រះយេហូវ៉ាចូលមកវិញបានយ៉ាងនោះព្រះបាទដាវីតបែរជាមិនបាននាំយកហឹបនៃព្រះយេហូវ៉ាចូលទៅក្នុងក្រុងរបស់ដាវីតទេគឺទ្រង់យកទៅដាក់ក្នុងផ្ទះរបស់អេបេតអេដុំគឺជាឆ្មាំទ្វារព្រះវិហារលោកមានការងារជាអ្នកយាមទ្វារជាអ្នកមកពីក្រុងកាតវិញហឹបរបស់ព្រះយេហូវ៉ាក៏នៅក្នុងផ្ទះរបស់អេបេតអេដុំក្រុងកាតនោះរយៈពេល3ខែហើយព្រះយេហូវ៉ាក៏ប្រទានពរដល់អេបេតអេដុំព្រមទាំងគ្រួសារគាត់ទាំងអស់គ្នាមុននឹងខ្ញុំបន្តអំពីការទំនាស់ចិត្តនេះខ្ញុំចង់ពន្យល់លោកអ្នកពីហេតុដែលគ្រូកង្វៀលនេះស្រឡាញ់វត្តមានរបស់ព្រះស្រឡាញ់ថ្វាយបង្គំស្រឡាញ់នឹងស្វាគមន៍វត្តមានព្រះស្រឡាញ់នឹងការដាក់ដៃហើយឲ្យវត្តមានរបស់ព្រះប៉ះពាល់លោកអ្នកហើយនាំវត្តមានរបស់ព្រះទៅផ្ទះវិញព្រោះខ្ញុំចង់ឲ្យលោកអ្នកបានคล้ายទៅជាផ្ទះដូចជាផ្ទះអេបេតអេដុំបើព្រះវិហារនេះស្វាគមន៍វត្តមានរបស់ព្រះយើងនឹងបានពរហើយបើលោកអ្នកនាំវត្តមានរបស់ព្រះវិលត្រឡប់ទៅផ្ទះវិញផ្ទះរបស់លោកអ្នកក៏បានពរដែលហេតុនេះហើយបានជាលោកអ្នកបងប្អូនភាគច្រើនបានពរជាងមនុស្សក្នុងលោកីព្រោះយើងស្រឡាញ់វត្តមានរបស់ព្រះយើងស្វាគមន៍វត្តមានរបស់ព្រះមានអ្វីកើតឡើងទីនេះអ្វីដែលកើតឡើងនៅទីនេះហេតុអីក៏ស្ដេចដាវីតមានការទំនាស់ចិត្តម្ល៉េះខ្ញុំសូមអានបទគម្ពីរនេះសិនហើយពន្យល់លោកអ្នកចោទយកថាជំពូក31ខ9និងចោទយកថាជំពូក31ខ25មិនមានក្នុងกระดาษលោកអ្នកទេព្រោះខ្ញុំស្រាវជ្រាវប្រយោគមិញដើម្បីជួយឲ្យលោកអ្នកយល់
លោកម៉ូសេបានសរសេរក្រឹតវិន័យនេះហើយប្រគល់ជូនពួកសង្ឃជាកូនចៅលេវីដែលគេសែងហឹបនៃសេចក្តីសញ្ញារបស់ព្រះយេហូវ៉ានិងជូនពួកចាស់ទុំនៃសាសអ៊ីស្រាអែលទាំងអស់ហើយយើងមើលទៅចំពុក31ដដែលខ25លោកម៉ូសេបង្គាប់ពួកលេវីដែលសែងហឹបនៃសេចក្តីសញ្ញារបស់ព្រះយេហូវ៉ាថាអូខេលូកាចំពុក11ខ28តែព្រះអង្គមានព្រះបន្ទូលតបថាស៊ូថាដូច្នេះវិញមានពរហើយអស់អ្នកដែលស្ដាប់ព្រះបន្ទូលហើយប្រព្រឹត្តតាមអូខេអ្វីដែលខ្ញុំចង់ពន្យល់អំពីរឿងនេះហឹបនៃសេចក្តីសញ្ញានៅលើរទេះគូនោះឯងអូហឹបនៃសេចក្តីសញ្ញាដែលជាវត្តមានរបស់ព្រះតែយោងតាមក្រឹតវិន័យដើមដែលព្រះប្រទានដល់ម៉ូសេហឹបអាចបដូរពីកន្លែងមួយទៅកន្លែងមួយដោយសារតែពួកសង្ឃប៉ុណ្ណោះគឺមានឈើស្នែងដែលមានអ្នកសែងពីមុខពីក្រោយហើយសង្ឃអាចពីរអ្នកនៅខាងមុខពីរអ្នកនៅខាងក្រោយទោះជាគេមានគ្នាប្រមាណអ្នកក៏ដោយគឺគេត្រូវតែដាក់ឈើស្នែងនោះនៅលើស្មារបស់ពួកគេហើយគេដើរយ៉ាងដូចនេះតាមពិតបើលោកអ្នកសិក្សាគម្ពីរយ៉ូស៊ុេបទគម្ពីរបានចែងថាពេលគេសែងហឹបនៃសេចក្តីសញ្ញាចូលទៅដល់ទឹកដីសន្យាឆ្លងទន្លេយ៉ូដានហើយទន្លេយ៉ូដានក៏ញែកឡើងអ្នកដែលសែងហឹបសញ្ញាគឺជាពួកសង្ឃមិនមែនរទេះមិនមែនជាគូហេតុអីក៏ព្រះចង់ឲ្យពួកសង្ឃសែងហឹបលោកអ្នកដឹងថាយ៉ាងម៉េចទេលោកអ្នកគឺជាសង្ឃលោកអ្នកផ្ទុកប្រវត្តិមានរបស់ព្រះមិនមែនជាឆ្កែនៅឯផ្ទះមិនមែនជាផ្ទះលោកអ្នកមិនមែនជាឆ្កែមិនមែនជាឆ្មាលោកអ្នកមិនមែនជាត្រីពណ៌មាសលោកអ្នកជាអ្នកផ្ទុកប្រវត្តិមានរបស់ព្រះគ្រប់គ្នានិយាយថាខ្ញុំជាអ្នកផ្ទុកប្រវត្តិមានរបស់ព្រះលោកអ្នកនាំប្រវត្តិមានរបស់ព្រះទៅគ្រប់ទីកន្លែងព្រះមិនចង់ឲ្យគោផ្ទុកប្រវត្តិមានរបស់ព្រះទេនៅពេលនោះព្រោះតែគេបានធ្វើខុសគេក៏ទាស់បហាតីព្រះដែលមានន័យថាគេបះបោរនឹងព្រះចឹងហើយបានជាខ្ញុំអានលូកាចំពុក11ខ28តែខ្ញុំថាដូច្នេះវិញថាមានពរហើយអស់អ្នកណាដែលឮព្រះបន្ទូលរបស់ព្រះហើយប្រព្រឹត្តតាមប្រជាជននេះគឺអ៊ូសាដាវីតគ្រប់គ្នាមិនបានធ្វើតាមព្រះបន្ទូលដែលព្រះប្រទានដល់ម៉ូសេព្រះចង់បញ្ញត្តិគេឡើងហើយប្រាប់គេថាធ្វើខុសហើយដោយហេតុនេះហើយបានជាគោកញ្ជ្រោលឡើងហើយអូសាយកដៃទប់ហឹបក៏ត្រូវស្លាប់គាត់ស្លាប់មួយរំពេចខ្ញុំអត់ដឹងយ៉ាងម៉េចទេបើនិយាយពីខាងវិទ្យាសាស្ត្រប្រហែលជាកាំងបេះដូងឬក៏យ៉ាងម៉េចខ្ញុំមិនដឹងឬក៏កាំងគំនិតហើយស្រាប់តែគាត់ស្លាប់ភ្លាមហើយពេលដាវីតឃើញដូច្នោះស្ដេចក៏ទំនាស់ចិត្តតើនរណាធ្វើឲ្យដាវីតទាស់ចិត្តគឺគាត់ទាស់ចិត្តនឹងព្រះព្រោះតែមិនបានសម្រេចតាមអ្វីដែលគាត់ចង់ធ្វើហើយគាត់បាត់ប្រពោអស់3ខែពេលលោកអ្នកទាស់ចិត្តអត់ទៅពហិមួយឆ្នាំមើលខ្ញុំលែងបំរើទៀតមើលខ្ញុំនឹងឲ្យលោកគ្រូឡាវនិងអ្នកគ្រូដាដឹងថាខ្ញុំខឹងគាត់មើលខ្ញុំអត់ចូលរួមក្នុងពន្ធកិច្ចមើលហ្នឹងហើយខ្ញុំលើកក្តាប់ដៃឡើងបង្ហាញគាត់មើលខ្ញុំអត់ចូលចិត្តការដាក់ដៃរបស់គាត់ទៀតទេលោកគ្រូឡាវសូមកុំដាក់ដៃលើខ្ញុំតើអ្នកណាបាត់ព្រះពរគឺលោកអ្នកព្រោះពេលខ្ញុំដាក់ដៃខ្ញុំនាំព្រះពរដល់លោកអ្នកពេលលោកអ្នកទាស់ចិត្តលោកអ្នកអត់មកពហិលោកអ្នកទាស់នឹងព្រះវ៉ាវមែនលេងទេតើលោកអ្នកអាចទាស់ចិត្តនឹងព្រះទេមានព្រះមិនឆ្លើយតបការឋានលោកអ្នកព្រះមិនបានធ្វើតាមអ្វីដែលអ្នកចង់ឲ្យទ្រង់ធ្វើខ្ញុំត្រូវការមិត្តប្រុសឥឡូវសូម2ថ្ងៃទៀតឲ្យខ្ញុំមានមិត្តប្រុសមកក្រោយ2ឆ្នាំមកនៅតែមិនទាន់មានអ្នកក៏ខឹងនឹងព្រះខ្ញុំត្រូវការការងារថ្មីខ្ញុំនឹកចាំខ្ញុំបាត់សមាជិកម្នាក់នៅទីនេះហើយខ្ញុំសួរថាហេតុអីក៏អ្នកដើរចេញពីព្រះយេស៊ូវគាត់ឆេះឆួលនេះជារឿងពិតគាត់ឆេះឆួលមែនទែនហើយថ្ងៃមួយគាត់អធិដ្ឋានព្រះហើយខ្ញុំត្រូវការការងារនោះសូមប្រទានការងារនោះមកខ្ញុំហើយគាត់អត់បានក្រោយពីនោះមកបាយបាយព្រះយេស៊ូវហើយលែងមកពហិទៅបាត់គ្រួសារទាំងមូលទាំងប្រពន្ធទាំងកូនទាំងអស់គ្នាវិលទៅផ្លូវចាស់វិញព្រោះអីគាត់អន់ចិត្តនឹងព្រះអត់ឆ្លើយតើលោកអ្នកចាត់ទុកព្រះថាជាអ្នកបម្រើថា
ថាបើអ្នកមិនបានអ្វីដែលអ្នកចង់បានលោកអ្នកខឹងនឹងទ្រង់ឬក៏លោកអ្នកចាត់ទុកព្រះថាជាចៅហ្វាយអ្វីក៏ដោយព្រះអើយទៅបង្គំនឹងចុះចូលលោកអ្នកអាចអន់ចិត្តនឹងព្រះពេលដែលព្រះកែតម្រង់លោកអ្នកព្រះអង្គអាចបង្ហាញអ្នកក្នុងយល់សពអាចរំលឹកគំនិតអ្នកឬក៏ប្រើនរណាម្នាក់មកនិយាយនឹងលោកអ្នកថាឈប់ធ្វើអញ្ចឹងទៅធ្វើអញ្ចឹងខុសហើយសូមព្រះចិត្តនរណាថាព្រះនិយាយមកខ្ញុំអញ្ចឹងព្រះអើយឈប់ខានខ្ញុំទៀតអូខេខ្ញុំនឹងធ្វើតាមផ្លូវខ្ញុំមិនមែនផ្លូវត្រង់ហើយលោកអ្នកបាត់ព្រះពរនៅក្នុងដំណើរជីវិតទី1ការទាស់ចិត្តកើតឡើងព្រោះតែច្រណែនព្រោះស្ដេចសូលមិនចង់ឲ្យនរណាម្នាក់ខ្ពស់ជាងគាត់ល្បីជាងគាត់ទី2ដាវីតអន់ចិត្តព្រោះតែព្រះដាក់ទោសគាត់ព្រោះតែព្រះពិន័យគាត់ពិន័យក្រុមរបស់ដាវីតហើយលោកក៏ខឹងនឹងព្រះតើខ្ញុំអង្វរលោកអ្នកបានទេពេលឥឡូវទៅមានពរហើយអស់អ្នកដែលឮព្រះបន្ទូលព្រះហើយប្រព្រឹត្តតាមអញ្ចឹងពេលឥឡូវទៅសូមធ្វើតាមព្រះបន្ទូលហើយបើព្រះមិនឆ្លើយតបការអធិដ្ឋានលោកអ្នកកុំខឹងចូលនៅតែស្រឡាញ់ព្រះចុះចូលនឹងទ្រង់ឲ្យពេញលេញហើយឥតលក្ខខណ្ឌកុំសូមកុំខឹងនឹងព្រះទ្រង់សុគតជួលោកអ្នកព្រះយេស៊ូវរងទុក្ខជួលោកអ្នកហើយបើទ្រង់កែលោកអ្នកកុំខឹងនឹងទ្រង់បើបន្ទាបខ្លួនហើយថាព្រះម្ចាស់អើយអំចាយទុំគុំសូមប្រែចិត្តពេលព្រះកែស្ដេចសូលនៅពេលមួយសូលព្យាយាមធ្វើដូចជាសង្ឃលោកព្យាយាមថ្វាយយ៉ាញ់បូជាដោយខ្លួនឯងតែព្រះថាទេឯងមិនមែនជាសង្ឃទេឯងជាស្ដេចមិនត្រូវធ្វើការនេះទេអូស្ដេចសូលអន់ចិត្តមែនទែនហើយក្រោយពីនោះមកព្រះទ្រង់មានបន្ទូលថាយើងនឹងរកស្ដេចថ្មីដែលហេតុនោះហើយបានជាទ្រង់ប្រើសាមយូអែលទៅចាក់ប្រេងតាំងលើដាវីតឲ្យធ្វើជាស្ដេចបន្ទាប់ព្រោះតែសូលមិនបានប្រែចិត្តហើយសូលអន់ចិត្តនឹងព្រះនេះជាបញ្ហាមួយធំនេះគឺជាឧទាហរណ៍ពីរពេលក្រោយយើងនឹងបន្តរៀនយើងនឹងបន្តអានរឿងក្នុងព្រះគម្ពីរហើយយើងនឹងរៀនពីរបៀបជៀសវាងរឿងទំនាស់ចិត្តឬមានអារម្មណ៍ទាស់ចិត្តខ្ញុំសូមឲ្យលោកអ្នកបន្តឲ្យព្រះទ្រង់ប្រើឲ្យមានពរមានជោគជ័យរត់ប្រណាំងឲ្យដល់ទីឃើញព្រះគុណរបស់ព្រះក្នុងជីវិតហើយកុំស៊ីនុយនៃការទាស់ចិត្តគ្រប់គ្នាប្រកាសម្ដងទៀតពេញមួយជីវិតខ្ញុំមិនព្រមស៊ីនុយនៃការទាស់ចិត្តខ្ញុំនឹងមិនព្រមអន់ចិត្តខ្ញុំនឹងស្រឡាញ់មនុស្សផ្ដល់កិត្តិយសគ្រប់គ្នាខ្ញុំមិនខឹងនឹងព្រះខ្ញុំមិនដើរដោយចិត្តច្រណែនខ្ញុំនឹងធ្វើតាមព្រះបន្ទូលហើយខ្ញុំនឹងសុខសាន្តហើយខ្ញុំនឹងមិនចំពប់ចិត្តតើសេចក្តីបង្រៀននេះសំខាន់ទេនេះជាការរំលឹកដ៏ល្អមួយសូមធ្វើម្ដងជាស្ថាពរក្នុងមួយជីវិតរហូតដល់ជីវិតចុងក្រោយរបស់លោកអ្នកខ្ញុំដឹងថាសម្រាប់អ្នកខ្លះមានពេលមួយវែងព្រោះលោកអ្នកនៅក្មេងក្នុងការរស់លើផែនដីដោយការមិនទំនាស់ចិត្តព្រះបិតាអរព្រគុណព្រះអង្គដែលបង្រៀនមេរៀននេះដល់យើងខ្ញុំព្រះម្ចាស់អើយដោយសារព្រះចេស្តានិងព្រះគុណរបស់ព្រះវិញ្ញាណបរិសុទ្ធសូមព្រះអង្គជួយយើងខ្ញុំឲ្យប្រកែកថាទេចំពោះភាពជូរល្វីងទៅកាន់អារម្មណ៍ទាស់ចិត្តទៅកាន់នុយរបស់សាតាំងដែលលបួងចិត្តយើងខ្ញុំទៅកាន់ការសងសឹកនិងចិត្តខឹងឬភាពជូរល្វីងដែលនាំឲ្យមានបញ្ហានោះឡើយយើងនឹងរស់នៅដោយសុខសាន្តដោយអំណរយើងនឹងដើរតាមទ្រង់ហើយយើងនឹងមិនសម្លឹងទៅកាន់ស្ថានភាពនៅជុំវិញយើងនឹងមិនឲ្យនរណាម្នាក់កាលៈទេសៈណាមួយមកទំនាស់ចិត្តយើងសោះឡើយដែលនាំឲ្យយើងជំពប់នោះឡើយយើងនឹងបន្តរត់ប្រណាំងយើងនឹងបន្តដើរតាមព្រះយេស៊ូវគ្រីស្ទយើងនឹងមិនជំពប់ដួលយើងនឹងមិនជំពប់ចិត្តហើយឃ្លាតចេញពីផ្លូវរត់ប្រណាំងនោះឡើយរហូតដល់ទីបញ្ចប់ព្រះម្ចាស់អើយ
អរព្រះគុណទ្រង់ណាស់ក្នុងព្រះនាមព្រះយេស៊ូវអាមែនអាមែនអរគុណព្រះយេស៊ូវអរគុណលោកអ្នកណាស់ដែលស្ដាប់សេចក្តីបង្រៀននេះទាំងមូលព្រះគម្ពីរបានចែងក្នុងគម្ពីរទំនុកដំកើងជំពូក1ខ2ដល់ខ3លោកអ្នកត្រេកអរតែនឹងក្រឹតវិន័យហើយសេចក្ដីគិតអំពីក្រឹតវិន័យរបស់ព្រះអង្គទាំងយប់ទាំងថ្ងៃលោកអ្នកជាដើមឈើដែលដាំនៅក្បែរផ្លូវទឹកសួនអេដែនបង្កើតផលផ្លែតាមរដូវស្លឹកមិនដែលក្រៀមស្វិតគឺតែងតែស្រស់បំព្រងជានិច្ចខ្ញុំជឿថាលោកអ្នកជាអ្នកធ្វើតាមព្រះបន្ទូលព្រះលោកអ្នកតែងតែលូតលាស់ជានិច្ចហើយព្រះម្ចាស់នឹងប្រទានពរលោកអ្នកនឹងជាប្រពរដល់ប្រជាជាតិសូមព្រះប្រទានពរសូមចុចជាវ Channel របស់យើងហើយចុច Like ហើយខ្ញុំនឹងជួបលោកអ្នកទៀតនៅសេចក្តីបង្រៀនលើកក្រោយព្រះចាក់បង្ហូរភ្លើងរបស់ទ្រង់នៅថ្ងៃបុណ្យទី50ហើយទ្រង់នៅតែបើកទ្វារឋានសួគ៌ចាក់បង្ហូរភ្លើងរបស់ទ្រង់នៅជំនាន់របស់យើងសូមភ្លើងនៃព្រះអម្ចាស់បញ្ឆេះនៅក្នុងលោកអ្នកនាំការផុសផុលក្នុងជីវិតលោកអ្នកបញ្ជូនលោកអ្នកចេញទៅប្រកាសដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទសូមទ្រង់ប្រើលោកអ្នកជាអ្នកដែលផ្ទុកភ្លើងរបស់ព្រះអង្គជាភ្លើងនៃការផុសផុលសូមទ្រង់ប្រទានពរប្រេងតាំងលោកអ្នកហើយសូមឲ្យភ្លើងរបស់ព្រះបញ្ឆេះបញ្ជូលក្នុងលោកអ្នកជារៀងរាល់ថ្ងៃហើយព្រះម្ចាស់នឹងបានកើងឡើងតាមរយៈលោកអ្នកសូមព្រះគុណនៃព្រះធ្វើការក្នុងជីវិតលោកអ្នកហើយលោកអ្នកកាន់តែមានផលផ្លែហើយទាំងមានរង្វាន់ជាច្រើននៅឋានសួគ៌សូមព្រះម្ចាស់ទ្រង់កើងឡើងតាមរយៈជីវិតលោកអ្នក